đâm nào phơi ngay tay để chụp phơi bài tràn phơi bài để chuyên được đam đấy hay bà sân chỉ dừng mình score phơi chứ bácหรือก็mình miền pan tì nó không đáy อัตราในการวงเว้งคือปัจจิจารณ์ប៉ុន្តែបើសិនបើយើងស្គាល់ផ្លូវច្បាស់ឬក៏មានផែនទីនៅក្នុងដៃអត្រានៃការវងវែងផ្លូវបើទោះជាមានក៏កម្រផ្លូវឆ្ងាយក្នុងទីនេះខ្ញុំឧបមាដូចជាដំណើរជីវិតរបស់យើងជាដំណើររស់នៅប្រចាំថ្ងៃដែលមានការប្រស្រ័យតាក់ទងមានតំណែងតំណងនៅក្នុងសង្គមរស់នៅតាំងពីក្មេងរហូតមកដល់ចាស់ឬក៏នឹងតទៅមុខចាស់ជាងនឹងរហូតដល់ថ្ងៃចុងក្រោយហើយនឹងអាចរាប់ថាដំណើរក្នុងសង្សារវដ្តតែម្ដងប៉ុន្តែក្នុងសង្សារវដ្តវែងឆ្ងាយយើងមិនដឹងប៉ុន្តែយើងគិតតែក្នុងជីវិតយើងនេះចុះហើយផ្លូវបែកដែលខ្ញុំនិយាយគឺផ្លូវនៃការគិតផ្លូវនៃការប្រព្រឹត្តដែលយើងតែងជួបប្រទះហើយនៅតាមផ្លូវនីមួយឧបមាថាយើងស្គាល់ផ្លូវមិនច្បាស់ហើយយើងសាកសួរគេនៅតាមផ្លូវយើងសួរថាផ្លូវនេះទៅណាផ្លូវនេះទៅណាទោះជាគេប្រាប់ផ្លូវនឹងខុសឬក៏ត្រូវក៏យើងលំបាកដឹងដែរបើសិនបើយើងមិនស្គាល់ផ្លូវទៅហើយវាពាក់ព័ន្ធនឹងអ្នកប្រាប់ហ្នឹងមានបេះដូងយ៉ាងម៉េចទៀតឬក៏គាត់ស្គាល់ផ្លូវច្បាស់ឬអត់ប៉ុន្តែខ្ញុំមើលបេះដូងនៃអ្នកប្រាប់ផ្លូវដែលយើងសួរតាមផ្លូវភាគច្រើនគាត់បេះដូងល្អមិនមានល្បិចកិច្ចកលអីទេបើគាត់ស្គាល់មិនច្បាស់ក៏ច្រើនថាមិនសូវច្បាស់គាត់ស្គាល់ច្បាស់ក៏ប្រាប់ថាច្បាស់ប៉ុន្តែផ្លូវចិត្តផ្លូវគំនិតដែលគេប្រាប់យើងនៅក្នុងโลกនេះគេថាក្នុងโลกនេះគឺគ្រប់ពេលវេលាហ្នឹងប្រាប់ថានេះខុសនេះត្រូវនេះគួរជឿនេះមិនគួរជឿនេះក្នុងនោះវាច្បុកច្បល់ច្រើនពីព្រោះវាពាក់ព័ន្ធនឹងផលប្រយោជន៍របស់មនុស្សគេប្រាប់ផ្លូវយើងមិនសូវពាក់ព័ន្ធនឹងផលប្រយោជន៍របស់គេអីទេតែបើសិនជាមនុស្សដឹកនាំយើងឲ្យធ្វើនេះឲ្យធ្វើនោះវាអាចពាក់ព័ន្ធនឹងផលប្រយោជន៍របស់អ្នកប្រាប់នោះបើអ្នកប្រាប់នោះមានចំណេះចេះដឹងពិតប្រាកដហើយនឹងមានបេះដូងល្អក៏ប្រាប់បានល្អបានត្រឹមត្រូវទៅហើយបើត្រឹមតែមានចំណេះតែបេះដូងមិនល្អក៏យកពាក្យត្រូវខ្លះខុសខ្លះមកនិយាយល្មមតែយើងជឿទុកចិត្តបានក៏ប៉ុន្តែដើម្បីប្រយោជន៍របស់គេផ្សេងហើយបើមិនចេះទៅទៀតបើទោះជាមានបេះដូងល្អក៏ប្រាប់យើងមិនត្រូវដែរហើយបើមិនចេះហើយមានបេះដូងអាក្រក់ទុច្ចរិតបន្លំខ្លួនទៅទៀតអានឹងក៏កាន់តែគ្រោះសម្រាប់ជីវិតរបស់យើងអញ្ចឹងវាមានច្រើនសន្តានអញ្ចឹងដូច្នេះទីបំផុតការដែលមានខ្លួនឯងជាទីពឹងគឺនៅតែប្រសើរនៅតែជារឿងចាំបាច់ហើយទីពឹងដែលព្រះដ៏មានពភៈព្រះអង្គទ្រង់ចង្អុលបង្ហាញគឺมันមានអ្វីក្រៅពីការយល់ត្រូវទេគឺបញ្ញាហើយបញ្ញាក្នុងទីនេះគឺបញ្ញាប្រព្រឹត្តទៅក្នុងសតិប្បដ្ឋាន4ធម៌ដែលជាទីពឹងហ្នឹងគឺសតិប្បដ្ឋាន4ទីទេអំពីមេគានេះគឺมันមានផ្លូវណាដែលឈ្មោះថាជាផ្លូវត្រូវហើយរួចចាកស្រឡះនៅសេចក្តីប្រកាន់រួចស្រឡះនៅទុក្ខសោកនោះទេអញ្ចឹងផែនទីនេះនៅមានដោយសារឥឡូវនៅក្នុងរយៈកាលនៃការតាំងនៅនៃព្រះសាសនានៅឡើយសូមបានយកព្រះពុទ្ធពធព្រះសង្ឃជាគោលយើងកុំយកបុគ្គលជាគោលបុគ្គលទុកក្រាន់តែជាអ្នកចង្អុលបង្ហាញយើងទៅរកព្រះពុទ្ធពធព្រះសង្ឃបានហើយអញ្ចឹងណាហើយសប្តាហ៍ថ្ងៃហ្នឹងក៏ឃើញចេញមកច្រើនទៀតហើយយើងរាប់មិនអស់ទេប៉ុន្តែទោះចេញមក1លានទៀតក៏ដោយបើសិនជាយើងមានការយល់ដឹងត្រឹមត្រូវនៅក្នុងពធហើយក៏មិនមានអីបារម្ភសម្រាប់យើងដែរអញ្ចឹងព្រះពុទ្ធពធព្រះសង្ឃនៅតែថ្លៃថ្លាជានិច្ចពិសេសគឺមេគាបដិបត្តិ
ដើម្បីបានដឹងច្បាស់នៅសភាវធម៌នេះគឺនៅតែថ្លៃថ្លាជានិច្ចរងចាំតែយើងសិក្សាស្វែងយល់និងបដិបត្តិក្នុងជីវិតឬអត់តែប៉ុណ្ណោះ